បាទសួស្តីអ្នកគ្នានេះជាការធ្វើ load balance ហើយនឹង failover cluster ដែលនេះគឺជា structure ដែលយើងរៀបចំឡើង requirement វាតម្រូវឲ្យយើងមាន server ចំនួន4ដែល server 2សម្រាប់ web server ហើយនិង server 2ទៀតសម្រាប់ cluster ដែលវានៅចាំ standby វាដើរតួនាទីសំខាន់ណាស់តាមមុខងាររបស់វាសម្រាប់ load balancing នេះគឺនៅពេលដែលមាន user ប្រើមកកាន់ web server យើងច្រើនវាជួយបន្ថែម traffic ឲ្យយើងលឿនជាងមុនឥឡូវខ្ញុំរៀបរាប់ទូទៅទេចំណុច load balance ហ្នឹងហើយចំពោះ failover cluster នេះគឺវាដើរតួនាទីសំខាន់ដែរនៅពេលដែល server មួយណាដាច់វានឹងរត់ចូល server ដែល standby នឹងវានឹងរត់ទៅរកជំនួសមានន័យថាវានឹងដើរតួនាទីជំនួសអា server ដាច់ហ្នឹងហើយនេះគឺ structure ហ្នឹងគឺតម្រូវអ្នកគ្នាមានចំនួនប៉ុណ្ណឹងដើម្បីស្រួលអ្នកគ្នាបង្ហាញហើយនេះជាការធ្វើហ្នឹងគឺធ្វើនៅលើ cloud AWS អូខេឥឡូវខ្ញុំចូលទៅកាន់ cloud បាទនេះគឺជាម៉ាស៊ីនចំនួន4ដែលខ្ញុំបានបង្កើតរួចហើយជាទូទៅគេធ្វើ load balance គេមកចាំយើងធ្វើ config ប្រើ nginx proxy ទេដោយសារនេះបើសារម៉ាស៊ីនខ្ញុំប្រើអធិស្ឋានមិនមែនម៉ាស៊ីនទេដោយសារ account ខ្ញុំប្រើជា page account free អញ្ចឹងទៅវាអាចឲ្យយើងបង្កើតជា page load balance នៅលើនេះអញ្ចឹងខ្ញុំសាកបាយឲ្យគេមើលគឺ create load balance យើងអាចធ្វើនៅលើនឹងបាន cloud អញ្ចឹងចុច create ឲ្យគេមើលដោយសារឲ្យវាបិទវាថាខ្ញុំសូដែរវាតាក់ទងនឹង account យើងថ្មីហើយនឹង free account តាក់ទង create card មួយទៀតខ្ញុំដាក់ឈ្មោះនេះវាមិនឲ្យយើងបង្កើតនឹងគ្រាន់តែសូឲ្យអ្នកគ្នាមើលទេខ្ញុំចេះរឿងមួយថាគេគ្រប់ហើយខ្ញុំចុច create វាដាក់ permission វាថា account យើងវាអត់ support ឲ្យយើងតាក់ទង contact ទៅ support ខាង service របស់វាខ្ញុំបានតាក់ទងដែររងចាំចំនួន2ថ្ងៃវាអត់ទាន់ allow យើងបានបានប៉ុណ្ណឹងទេនេះតាក់ទងនឹងខ្ញុំបានពីការ support វាវីដេអូរងយូរតិចខ្ញុំបានពីកន្លែងខ្ញុំ contact ទៅកាន់ server វានេះខ្ញុំ contact ដែរប៉ុន្តែវាអត់ទាន់បើកចំនួនpodcast នេះខ្ញុំបានតាក់ទងទៅវាដែរនេះនេះខ្ញុំបានទៅនេះថ្ងៃទីដែលខ្ញុំធ្វើឈ្មោះខ្ញុំនេះខ្ញុំបានទៅសាកសួរព្រោះថាទៅខ្ញុំក្រៅបង្ហាញពីការសួរព័ត៌មានវាហ្នឹងក៏វា allow permission ចូលទៅកាន់ម៉ាស៊ីនយើងវិញយើងប្រើនេះយើងប្រើproxy reverse ប្រើ nginx ខ្ញុំត្រូវការម៉ាស៊ីន4ហើយនេះគឺម៉ាស៊ីនរបស់ខ្ញុំម៉ាស៊ីន boss ទី1 load balance នេះខ្ញុំត្រូវ config វាសិនដំបូងយើងចូលម៉ាស៊ីន load balance ម៉ាស៊ីនទី1របស់យើងធ្វើការ update វាសិនបន្ទាប់មកខ្ញុំធ្វើការ clear វាសិនហើយខ្ញុំទៅ install នៅ tool nginx sudo apt install nginx ដកបាយជាមួយវាសូយើងអូខេឥឡូវខ្ញុំបាន install តែម្ដងហើយខ្ញុំ clear វាចោលបន្ទាប់មកយើងខ្ញុំមាន script មួយខ្ញុំធ្វើការ create វាយើងត្រូវអានេះគឺឧទាហរណ៍យើងនេះតោះមកយើង config nginx យើងខ្ញុំ copy path នេះខ្ញុំមានហ្នឹងយើង config តាមហ្នឹងមកហើយនេះគឺជា server ទី1នេះគឺជា server ទី2 IP របស់ server ទី1របស់ server ទី2នេះ IP នេះរបស់ server ទី1នេះ
ហើយនេះគឺ IP address server ទី2អូខេបន្ទាប់មកខ្ញុំបានធ្វើរួចហើយខ្ញុំ clear ចោលខ្ញុំ save ហើយ Ctrl X save តើមកខ្ញុំធ្វើការ link វាទៅអូខេខ្ញុំបាន link រួចហើយrồiខ្ញុំរកធ្វើការ reload NTX វាអូខេខ្ញុំ clear តបមកយើងធ្វើទៅលើ server ទី1 server ទី1យើងត្រូវ install update វាសិននេះ server ទី1ខ្ញុំនេះ web 1 install វាមក follow តាម script ដែលខ្ញុំបានធ្វើនេះតមកយើងដាក់នៅ script មួយដែលមានន័យថា hello from server 1បើជា real បដាក់វិញគឺយើងត្រូវមាន website មួយដែលយើង config តែអានេះយើងមិនខាត់ពេលយូរយើង example ទៅវាលឿនខ្ញុំ copy អានឹងនៅលើ server ទី1 pass អូខេនេះខ្ញុំ clear តបមកទៀតខ្ញុំធ្វើការ restart អានេះនៅ server ទី2ទេខ្ញុំអត់ទាន់ទេខ្ញុំ restart វាអូខេតបមកយើងចង់ដឹងថាវាដើមយើង copy public IP របស់វានេះយើងមើល server យើងដើមយើង pass មកនេះឥឡូវវា work ហើយបន្ទាប់មកយើងចូលទៅកាន់ server ទី2របស់យើងធ្វើដូចគ្នាមិនដែរដូចមិនដែរទេអានឹងយើងធ្វើ log ឡើងយើងត្រូវការ website ដូចគ្នាបន្ទាប់មកខ្ញុំ copy ដាក់ server 2 បើស្រួលមើលតែចិត្តស្ដីអា website យើងនឹងយើងដាក់តែមួយឯងបច្ចេកយើងដាក់តែមួយឲ្យដូចគ្នាមកនេះអូខេ copy អូខេ server 2តោះមកខ្ញុំធ្វើការ restart វាមួយ restart service NTX តោះមកខ្ញុំ check មើលថាវាដើរអត់អានេះទី1ទេចូលទី2 copy public IP អូខេវាបើកហើយអញ្ចឹង server ទី1ក៏ដើរ server ទី2ក៏ដើរហ្នឹងគឺគេហៅថា web server ទី1 web server ទី2មានដំណើរការបន្ទាប់មកយើងមកមើលload balance យើងវិញ load balance ទី1របស់យើងអានេះយើងអត់ដល់ចូលដល់ failover cluster ហើយបើ failover cluster យើងត្រូវថែម load balance មួយទៀតត្រូវការម៉ាស៊ីនមួយទៀតម៉ាស៊ីនទី2 load balance ទី2ឥឡូវខ្ញុំបាន config រួចហើយload balance ទី1របស់យើងហ្នឹងខ្ញុំបាន config រួចនេះខ្ញុំបានដាក់ IP របស់ server ទី1ហើយនិង server ទី2រួចអស់ហើយខ្ញុំគ្រាន់តែ reload វារបស់ NTX យើងមកវានឹងដំណើរការធម្មតាខ្ញុំ copy IP នឹងមកវានឹងដើរអានេះ web server ទី1 server ទី2ខ្ញុំចូលកាន់ load balance របស់យើងខ្ញុំ copy មកនេះអូខេឥឡូវវាឃើញserver ទី1យើងបើកហើយអានឹងនៅក្នុង load balance ខ្ញុំ refresh មួយទៀតវានឹងចេញលេខ2 server ទី2តែជាក់ស្ដែងរៀលបដាក់គឺ website ហ្នឹងវាដូចគ្នាត្រូវដូចគ្នាអញ្ចឹងខ្ញុំ refresh នេះដាក់ធម្មតា refresh ទៀតរត់ទៅលេខ1 refresh រត់ទៅ2ឧទាហរណ៍បើសិនតែខ្ញុំឲ្យ stop service server 1ឥឡូវ server web server 1នេះខ្ញុំ stop ឥឡូវជាមួយខ្ញុំ refresh មកគឺវានឹង server 1នេះវាមិនដាច់វាចេញតែ server ទី2ឯងហើយខ្ញុំ sudo stop service វាអានេះខ្ញុំតេស្តមើលជាក់ស្ដែងអូខេខ្ញុំ stop ហើយខ្ញុំទៅ refresh server ទី1ត្រូវបានលេងឃើញហើយឃើញតែ server ទី2ខ្ញុំ refresh ច្រើនដងវានៅតែដែរអូខេ
បន្ទាប់ពី server ទី1ខ្ញុំបាន stop ហើយខ្ញុំតែមើលខ្ញុំចង់ដឹងទៀតបើសិនតែ server ទី web server ទី2នេះវា stop ដែរចាំមើលថានេះវាបើកអត់អូខេខ្ញុំ clear ខ្ញុំចុះ server ទី2 system control stop អូខេឥឡូវខ្ញុំបាន stop ហើយពីម៉ាស៊ីនហ្នឹងខ្ញុំបាន stop ទឹកដូចគ្នាសិន server ទី1 server ទី2ខ្ញុំបាន stop ហើយជាមួយអានេះវានៅដើរទៀតដល់ខ្ញុំសាក refresh នេះម៉ាស៊ីនហ្នឹងត្រូវបានដាច់ឥឡូវខ្ញុំបើកវិញខ្ញុំអាយដំបវាមកយើងនឹង refresh អាយដំបយើងមក refresh អូខេយើងបាន start ខ្ញុំ restart ទៀតបន្ទាប់ពី end របស់យើងត្រូវ start អូខេខ្ញុំ refresh អូខេនេះ server ទី1ដើរវិញហើយខ្ញុំបើកតែ server ទី2អត់ដើរទេព្រោះខ្ញុំបានអត់បានបើកខ្ញុំ refresh ច្រើនដល់ហើយនេះវា load ដែរអត់ចេញឥឡូវខ្ញុំបើកវិញខ្ញុំបើក server ទី2ដើម្បីវា work ដល់គ្នា enable ហើយខ្ញុំ start អូខេខ្ញុំ start ខ្ញុំ server ទី1ដើរ server ទី2ខ្ញុំ refresh អូខេដើរហើយអាហ្នឹងជាការធ្វើ load balance បន្ទាប់ពីយើងធ្វើ load balance រួចយើងត្រូវការធ្វើ cluster file level cluster នេះ file level cluster ពីម៉ាស៊ីនព្រមយើងមានតែម៉ាស៊ីនទេមានតែមួយម៉ាស៊ីនទេដែល load balance ហ្នឹងដែលមានមួយម៉ាស៊ីនបូកនឹង web server 2នេះទៀតអញ្ចឹងមាន3 6ឥឡូវយើងថែមfile level cluster យើងត្រូវថែមមួយម៉ាស៊ីនទៀតទៅលើ load balance នេះ load balance ទី2ខ្ញុំថា connect អូខេខ្ញុំ clear វាខ្ញុំអុសវាចិត្តមកកាន់ server load balance ទី1អូចិត្តគ្នាវាស្រួលមើលអូខេអានេះ load balance ទី1ជាស្រ័យ load balance ទី2ទី1នេះអាទី1យើងមិញយើងធ្វើហើយតែនៅទី2យើងទៅបានធ្វើទេអញ្ចឹងខ្ញុំមកមើល script ខ្ញុំចូលដំណាក់កាល file level cluster នេះជាទម្រង់ structure របស់វាដោយយើងប្រើ tool មួយដែលមានឈ្មោះថា keep avail tool ហ្នឹងសម្រាប់ធ្វើ cluster អូខេនៅលើ load balance ទី1វាឲ្យយើង config ខ្ញុំចូលកាន់អានេះទី2ទេខ្ញុំកាន់ទី1ខ្ញុំផាកវាទៅ config អូខេឥឡូវខ្ញុំបាន config រួចហើយនេះខ្ញុំបញ្ជាក់ដល់គ្នាបន្តិចចំពោះ interface network នេះគឺយើងត្រូវឆែកផ្ទាល់លើម៉ាស៊ីនយើងត្រូវមើលលើម៉ាស៊ីនយើងមានអានឹងដែរអត់បើសិនដល់គ្នាអាចជាប្រភេទEthernet អីគេឈ្មោះអីនេះ Ethernet ចេះនេះខ្ញុំភ្លេចដែរវាអាចទាំងខុសហ្នឹងគឺយើងត្រូវដូរដែរយើងត្រូវឆែកមើលម៉ាស៊ីនយើងខ្ញុំចេញវិញសិនខ្ញុំឆែកម៉ាស៊ីនយើង IPA នេះគឺ ENS 5 interface របស់វានេះ IP private របស់យើងគឺ rank ហ្នឹងតើបើយើងឆែកហើយយើងដឹងហើយយើងចូលទៅកាន់ config យើងមកយើងកែត្រូវមកនេះហើយនេះគឺជា IP ដែល rank fix rank ដែលយើងដាក់ស្ថិតនៅ rank ជាមួយគ្នាទាំងអស់ម៉ាស៊ីន4ហ្នឹងយើងត្រូវស្ថិតនៅ rank ដូចគ្នាទើបយើងអាចធ្វើ load balance ជាមួយ file cluster បានអានឹងតម្រង់បែបហ្នឹងបន្ទាប់មកយើង control X cell បន្ទាប់ពីធ្វើលើ server ទី1រួចហើយយើងចូលកាន់ server ទី2ធ្វើដូចគ្នាអញ្ចឹងនេះ server ទី2 load balance ទី2ហ្នឹងខ្ញុំ copy path ដូចគ្នាដែរមកនេះចេះខ្ញុំឆែក IP ឲ្យមើលសិនឆែក interface IP នេះវា
ENF interface វា ENF 5 អញ្ចឹងដូចគ្នា hash ខ្ញុំបានធ្វើរួចហើយនេះហើយ IP ដដែលទេដូចទី1មិញដែរនេះដូចទី1មិញដែរបាទ location ទី1 location ទី2ដូចគ្នា IP នោះ fix ធ្វើម៉េចឲ្យវាស្ថិតនៅ rank ដូចគ្នាទាំង4 server មិញតោះយើង control excel សម្រាប់មួយបន្ទាប់ពីធ្វើរួចអស់ហើយចូលមកកាន់ restart របស់ tool keep របស់ហ្នឹងសិនទី1ទុកវាចោលសិនទី2 clear នេះសិនទី2 enter អូខេយើងមើលតទៀតនេះយើងអាចchạy verify IP នឹងបានខ្ញុំchạyទៅលើ location ទី2 cluster ទី2នេះដូចគ្នា global ខ្ញុំ clear វាអូខេដូចគ្នាតោះមួយទៀតបើយើងធ្វើគេទៀតនេះវាឲ្យយើងនេះខ្ញុំប្រភេទassign ទៅលើ DNS យើងប្រើ public IP នេះ public IP របស់ load balancing ទី1ហើយនេះគឺ public IP load balancing ទី2ដោយយើងប្រើ DNS DNS ឈ្មោះនេះឈ្មោះរបស់ខ្ញុំដែលខ្ញុំ domain ហ្នឹងគឺខ្ញុំទិញនៅលើNamecheap ជាស្រ័យ name.com ដែលខ្ញុំ transfer ពី name.com មក Cloudflare អូខេឥឡូវខ្ញុំចូលទៅកាន់ Cloudflare បានចូលមកកាន់ Cloudflare ខ្ញុំចូលមកកាន់ DNA record ដែលយើងមានឈ្មោះនេះនេះខ្ញុំចូល edit ឲ្យមើលជាក់ស្ដែងដែលខ្ញុំមានឈ្មោះដាក់អក្សរកាត់គឺ LB ហើយ public IP នេះដល់យើងត្រូវយក public IP របស់ load balancing ទាំងពីរយកមកដាក់នេះគឺ load balancing public IP របស់ load balancing ទី2គឺកតុយ108ហើយនេះ load balancing ទី1ជាស្រេច129 181ជាមួយ129មួយហើយខ្ញុំដាក់នេះ108របស់ម៉ាស៊ីនទី2 108ម៉ាស៊ីនទី2ខ្ញុំបានអាសាយហើយ100ហើយមួយទៀតខ្ញុំគាត់សារសិនព្រោះអាហ្នឹងខ្ញុំបានធ្វើហើយមួយទៀតហ្នឹងគឺ129នេះខ្ញុំធ្វើទាំងពីរនេះ129របស់ម៉ាស៊ីនទី1ម៉ាស៊ីនទី1 129ខ្ញុំបានអាសាយIPហើយខ្ញុំដាក់ឈ្មោះដូចគ្នាទៀត DNA ហ្នឹងណាទើបយើងអាចធ្វើ cluster បាននេះអូខេload balancing cluster ហ្នឹងទាំងពីរដូចគ្នាវារួមជាមួយគ្នាអាហ្នឹងបន្ទាប់ពីខ្ញុំដាក់រួចហើយខ្ញុំចូលមកកាន់ load balancing របស់ម៉ាស៊ីនទី1របស់យើងហើយនេះវាឲ្យយើងតម្លើងនៅ tool មួយរបស់shirt boot អាហ្នឹងតម្រូវជាមួយ domain យើងខ្ញុំតម្លើងចុច copy enter ម៉ាស៊ីនទី2របស់យើងក៏អញ្ចឹងដែរ install នេះ install នេះហើយអូខេបន្តមួយទៀតយើងធ្វើការ copy ដែរមកនេះយើងដូរទី domain នេះមកនេះយើងដូរ domain ដាក់ឈ្មោះរបស់យើងមកអានេះroot domain របស់យើង root domain របស់ខ្ញុំឈ្មោះហ្នឹងហើយនេះ sub domain របស់ខ្ញុំ sub domain របស់ខ្ញុំដាក់តែ LB ទេនេះបើថាយើងទិញគឺយើងទទួលបាន root domain មួយឈ្មោះអញ្ចឹងតោះមកយើងដាក់ sub domain បើសិនតែយើងអត់ចង់ប្រើ root domain ណាអូខេខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំ copy ខ្ញុំ enter អានេះដោយសារខ្ញុំបានធ្វើរួចម្ដងហើយវាឲ្យយើង option ទី1 option ទី2វាឲ្យយើង team to reinstall ក៏បានយើងឲ្យ renew នៅ ASL របស់វា ASL key អញ្ចឹងខ្ញុំយក option ទី2 renew យកថ្មីម្ដងទៅអូខេសាក់សៃតបមកខ្ញុំចូលមកកាន់ option ទី2ផាសដូចគ្នាយក renew ដូចគ្នា option ទី2អូខេវាបើកហើយវាបើកចឹងមានន័យថា cluster load balance របស់យើងទី2ក៏ work
cluster ទី1ទៅបើឥឡូវយើងតេស្តដោយប្រើ domain របស់យើងនេះ domain យើងមិញនេះយើងមកអាសានេះយើងផុសវាចូលជា public ហើយយើងអត់មានប្រើ IP នេះតទៀតទេយើងអត់មានប្រើទេយើងប្រើជា path DNA ម្ដងខ្ញុំ copy មកផាសមក enter មកនេះយើងប្រើឈ្មោះដើម្បីងាយស្រួលចាំបើសិនយើងចូល IP វាយើងពិបាកចាំមកតែបើយើងប្រើឈ្មោះវិញគឺវាងាយស្រួលដើម្បីយើងស្រួល search ស្រួលអីចឹងខ្ញុំ refresh អូខេ work ទាំងអស់ឥឡូវខ្ញុំតេស្តឧទាហរណ៍មានន័យថាម៉ាស៊ីន master នេះម៉ាស៊ីនពងតែដំណើរការហ្នឹង load balancing ទី1របស់យើងហ្នឹងវាពងដំណើរការឥឡូវខ្ញុំចង់ឲ្យវា stop ឲ្យវាមកចូលមកកាន់load balancing ទី2នេះដែល standby នេះរងចាំនៅពេលដែលserver ទី1ខូចនេះឧទាហរណ៍វាខូចឬមួយក៏យើងពងមិនតំណិនអញ្ចឹងយើងត្រូវការឲ្យអានេះវាដល់ទូទីជំនួសវិញអញ្ចឹងខ្ញុំធ្វើការខ្ញុំតេស្តខ្ញុំ stop switch វាខ្ញុំទៅ stop នៅ load balancing ទី1នេះ clear អូគៀងប្រើប្រភេទរបស់អាមេរិកនេះវារឿង slow មកពេលយើងនៅឆ្ងាយពីក្រៅពីប្រទេសយើងតែបើយើងប្រើសិង្ហបុរីវាចិត្តអញ្ចឹងវាអាចដើរលឿនជាងមុនអូយស្អីខុសទៀតអធិស្ឋាន system control ឡា system controller stop switch NGX អូខេបន្ទាប់ពីយើង stop ហើយខ្ញុំ refresh server ទី1នេះគឺវាបាត់ចេញជា server ទី2ទេខ្ញុំ refresh ចាំមានថាវា server យើងខុសតែមួយហ្នឹងអូខេមិញយើងវាដើរត្រូវហើយដោយសារយើងប្រើ load balance អញ្ចឹងទៅវានៅតែដើរដំណើរការធម្មតាអូខេឥឡូវវានៅដំណើរការធម្មតាឥឡូវខ្ញុំធ្វើការ stop នៅtool Akibaba ដែលយើងប្រើ cluster ខ្ញុំ stop វាឥឡូវវានៅតែដើរធម្មតាទេព្រោះយើងមានម៉ាស៊ីនទី2នេះcluster ទី2នេះវានៅចាំ standby យើងនៅដំណើរការហ្នឹងអូខេបើខ្ញុំ stop ទាំងពីរវានឹងលេងដំណើរការខ្ញុំធ្វើការ clear អូច្រឡំ start stop switch របស់វាយើងតែមាន stop switch អូខេខ្ញុំ stop ទាំងទី2ក៏ stop ទី1ក៏យើង stop អញ្ចឹងជាមួយនេះរបៀបដំណើរការទៀតអត់វាច្បាស់តែលេងដំណើរការហើយព្រោះយើងបាន stop ម៉ាស៊ីនទាំងពីរហ្នឹងហើយវានៅតែដើរអូខេវាមិនអីទេដោយសារវា switch វាតបាន stop ទៅហ្នឹងខ្ញុំ stop switch NGX មួយទៀតstop ទាំងពីរមកតែមើលNGX អូខេខ្ញុំមក stop ទាំងពីរទី1គឺ stop NGX ទី2គឺ stop ដូចគ្នាខ្ញុំ refresh ម្ដងទៀតនេះវាលេងដំណើរការហើយព្រោះខ្ញុំបាន stop នៅ server ហ្នឹងឧទាហរណ៍ថាវាខូចចឹងខូចម្ដងទាំងពីរមកនោះយើង refresh មកបាត់ server របស់យើងគឺវាលេងដំណើរការ switch down ហើយបើតែបើសិនតែ server មួយហ្នឹងវានៅដំណើរការមាន2ហ្នឹងមានមួយដំណើរការគឺវានឹង switch ហ្នឹងអត់ down ទេវាដំណើរការធម្មតាខ្ញុំ start server ទី1NGX មួយទៀតវីដេអូនឹងរឿងយូរតិចហើយជាស្រេចយើងមើលត្រុសសិន
ok ឥឡូវវាខ្ញុំបាន server ទី1គឺវាបើកហើយស្រួលដើរទាំងអស់ខ្ញុំមក refresh នេះចាំមានថាវាដើរធម្មតាទោះបីជា server ទី2នេះវា down ក៏ដោយប៉ុន្តែយើងនៅមាន server ទី1ដែលវាខ្ញុំចាំ standby នេះអធិស្ឋានខ្ញុំនិយាយ server ទី1 standby ដោយសារខ្ញុំបើកអានេះក៏វានៅ standby អញ្ចឹងយកអាទី1 standby វិញដោយសារ server ទី1វានៅដំណើរការ server ទី2ខ្ញុំបាន stop ឧទាហរណ៍ថាវាម៉ាស៊ីនហ្នឹងយើងពុំមិនតំណយើងត្រូវ stop អីទាំងអស់មានថាវាអត់លេងដំណើរការហើយតែម៉ាស៊ីនទី1របស់យើងគឺវាដំណើរការអញ្ចឹងអានេះ web server យើងដើរធម្មតាយើង refresh មកដំណើរការធម្មតាការធ្វើ load balancing ជាមួយ failover cluster ហ្នឹងនៅលើ cloud account នៅ UI ហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមគុណច្រើនសូមអរគុណ